Ok, taយើងចាប់ដើមពីចំណុចទី1អញ្ចឹងមុននឹងបំពេញចន្លោះបានយើងត្រូវបកប្រែពាក្យទាំងអស់នេះសិនតោះឥឡូវយើងមើលពាក្យទី1 economic មានន័យថាម៉េច economic មានអក្សរ S មានន័យថាវាគឺជា subject of study មុខវិជ្ជាសេដ្ឋកិច្ចឆ្នាំទៅយើងបានរៀនសេដ្ឋកិច្ចអត់អូខេតោះពាក្យទី2 television មានន័យថាម៉េច TV television that means TV department แปลថាផ្នែក department ផ្នែកឬក៏ department store ដែលតទៅនឹងហាងលក់អីវ៉ាន់ department store អូខេ department store ហាងទំនិញអញ្ចឹងណាអូខេ you know money yeah in Cambodia we use real money, right? And you can also use dollar. Okay, promoted. What does it mean promote? Yeah, promote means have subside. Okay, subside ឬក៏ឡើងតំណែង Okay មកថា teacher promote ខ្លួនឯងteacher ត្រូវបានគេ promote ឲ្យខ្លាយទៅជាប្រធានក្រុមយើងមានថាយើងឡើងតំណែងជាប្រធាន Okay promote ឡើងតំណែងបងអូនជា sale ឯអ្នកលក់ផ្នែកលក់តោះមកគេ promote តំណែងទៅជា sales manager ទៅជាអ្នកគ្រប់គ្រងខាង sale អញ្ចឹងអានឹងមានថាយើង promote get promotion តទៀត waitress មានន័យថាអ្នកបម្រើឬក៏អ្នកឈ្នួលបម្រើភេទស្រីpresenter អ្នកអីគេបាទអ្នកធ្វើបទបង្ហាញអញ្ចឹងដូច TV presenter មានន័យថាអ្នកដែលធ្វើបទបង្ហាញតាមទូរទស្សន៍ Voice ចេះហើយណា apply ដាក់ពាក្យធ្វើការ Achievement 2-3 ខែ job ការងារអូខេតោះឥឡូវយើងមើលតោះWell, I study economic at university បាទអញ្ចឹងគាត់ថាគាត់បានរៀនសាកលវិទ្យាល័យផ្នែកអីគេផ្នែកសេដ្ឋកិច្ចគាត់បានរៀនសេដ្ឋកិច្ចនៅសាកលវិទ្យាល័យអូខេ Then I was lucky because I got a គេបាទ I got a job អញ្ចឹងលេខ1គឺ job Very quickly as an accountant អីគេគណនេយ្យករអញ្ចឹងគណនេយ្យករវាស្មើនឹងពាក្យថា job អញ្ចឹងលេខ1យើងយកពាក្យ job គឺត្រូវហើយអញ្ចឹងពេលខ្លះពេលដែលយើងពេញចន្លោះយើងអាន report សិនអាន report ចន្លោះដែលគេដាក់ហ្នឹងណាជួនកាលចម្លើយវានៅក្រោយនឹងឯងដល់ពេលយើងអានត្រឹមចុចយើងគិតជួនកាលចម្លើយរត់អត់ឃើញទេយើងអានឲ្យចប់សិនអូខេដូចកន្លែងហ្នឹងអញ្ចឹងយើងមានពាក្យ accountant អញ្ចឹងកន្លែងដែលយើងត្រូវបំពេញហ្នឹងវាតកតងនឹងពាក្យថា accountant ហ្នឹងហើយអញ្ចឹងពាក្យដែលស័ក្តិសមជាមួយវាគឺ job ការងារអត់បាទលេខ2គាត់ធ្វើការជា accountant នៅ local store ធ្វើការនៅក្នុងហាងមួយនៅក្នុងតំបន់ហាងអីគេហាងទូទស្សន៍ឬហាងលក់ទំនិញបាទអញ្ចឹងលេខ2គឺ department store ហាងលក់អីវ៉ាន់ហាងលក់ទំនិញអូខេDepartment store ពាក្យបានដូចជា mart មួយអញ្ចឹងអូខេ It wasn't exactly what I wanted but you know it was very first job គាត់ថាមុខតួនាទីមួយហ្នឹងមិនមែនជាអ្វីដែលគាត់ចង់បានទេប៉ុន្តែវាគឺជាការងារដំបូងដែលគាត់ទទួលបានអញ្ចឹងគាត់សម្រេចចិត្តថាមិនដែរ He stayed there for 4 years altogether គាត់បានធ្វើការនៅទីនោះរយៈពេល4ឆ្នាំ After 3 yearsអញ្ចឹងធ្វើការ4ឆ្នាំណានៅនងមានន័យថាឥឡូវគាត់នៅធ្វើទៀតអត់ទេគាត់បានធ្វើការនៅទីនោះ4ឆ្នាំពេញលេញហើយតោះអត់គេថា after 3 years បន្ទាប់ពីធ្វើការបាន4ឆ្នាំគាត់ឈប់ចុះ3ឆ្នាំមិនវិញ3ឆ្នាំហ្នឹងគាត់គេតឡើងតំណែងគាត់ឬក៏គេដកតំណែងគាត់យ៉ាងម៉េចអញ្ចឹងបន្ទាប់ពី3ឆ្នាំគាត់ក្លាយជា account manager កាលមុនគាត់ account ទេឥឡូវគាត់ account manager អញ្ចឹងមានថាគាត់ត្រូវបានអីគេ promote
បាទអញ្ចឹងលេខ3តើតងនឹងពាក្យថា promote ឡើងតំណែងខ្ញុំត្រូវបានឡើងតំណែងទៅជាប្រធានក្រុមគណនេយ្យមែនទេ and I stay in that position in that job for a year ហើយគាត់បានធ្វើការជាមេជា manager នៅនឹងមួយឆ្នាំបន្ថែមទៀតតែគាត់នៅបន្តធ្វើរហូតអត់បានឡើងមេក៏ដោយក៏គាត់នៅតែចង់ដូរការងារដែរដើម្បីរកការងារណាល្អជាងហ្នឹង but then I really got bored I decided to leave and I for other job គាត់ចាក់ចេញហើយរកការងារផ្សេងអញ្ចឹងពាក្យណាដែលមានន័យថារកការងារផ្សេងបាទ apply for ដាក់ពាក្យសុំធ្វើការនៅកន្លែងផ្សេងអញ្ចឹង apply for អញ្ចឹងលេខ4របស់យើងគឺ apply but I had no luck of getting a second job at all ប៉ុន្តែជាអកុសលគាត់មិនអាចរកការងារថ្មីបានទេ I was very sort of មានថាខ្វះខាត Yes he is very sort of money គាត់ខ្វះថវិកាខ្វះលុយអញ្ចឹងលេខ5គឺ money លេខ6 so in the end I had to get a job working as in a restaurant ចុងក្រោយដោយសារតែខ្វះលុយហើយចង់បានការងារធំរត់បានមានតែធ្វើការមួយនៅក្នុងភោជនីយដ្ឋានអញ្ចឹងទូនាទីគាត់ទទួលបានបាទអញ្ចឹងគាត់ទទួលបានជា waitress ការងារជាអ្នករត់តុបាទអញ្ចឹងលេខ6គឺ waitress Well it wasn't very successful because អញ្ចឹងដោយសារតែគាត់អត់ត្រឡប់ធ្វើការងារនៅក្នុងហាងសូម្បីតែធ្វើការជាអ្នករត់តុក៏យើងត្រូវការបទពិសោធន៍ដែរអញ្ចឹងដល់ពេលដែលគាត់ថា it wasn't very successful because I'm quite clumsy គាត់អត់សូវជោគជ័យនៅក្នុងការងារហ្នឹងឯងពីព្រោះអីគាត់មានអារម្មណ៍ថាខ្លួនឯង clumsy រៀងលែកឡក់ធ្វើឲ្យចានបាយធ្វើឲ្យកែវធ្លាក់យើងចំទៅបានតែធ្វើការ office ដល់ពេលធ្វើការអញ្ចឹងគឺអត់សូវប្រកែ I keep dropping things after a few weeks they gave me a shake ខ្ញុំបន្តធ្វើឲ្យអវ៉ាន់ជ្រុះបែករហូតហើយក៏បានឈប់ឯណាប៉ុន្តែគាត់ត្រូវបានគេ give me a shake What does it mean give me a shake បាទ give me a shake ហ្នឹងគឺមានថាដេញចេញបាទរៀនចប់បញ្ញាបត្រធ្វើការហត់តុកគេដេញចេញទៀតអូខេវារីកំសត់អញ្ចឹងគាត់ត្រូវបានគេបណ្ដេញចេញ then by chain ដោយចៃដន្យមានដោយច្រវាក់ឯណា chain ច្រវាក់ by chain ដោយច្រវាក់បាទ by chain ហ្នឹងឱកាសអញ្ចឹង by chain បែរថាដោយចៃដន្យមិត្តភក្តិម្នាក់ដែលខ្ញុំរៀនជាមួយនៅសាកលតោះពាក្យណារៀនជាមួយមានពាក្យរៀនអត់មានតែពាក្យនៅជាមួយណាអញ្ចឹងលេខ7គឺ was អូខេអញ្ចឹងចៃដន្យគាត់បានជួបជាមួយមិត្តដែលគាត់រៀនជាមួយនៅសាកលហើយមិត្តរបស់គាត់កំពុងធ្វើការនៅក្នុងអីគេនៅក្នុងអីគេបាទយើងនៅសល់ពាក្យចប់ហើយយើងនៅសល់ពាក្យ Human Television Presenter 3ពាក្យហ្នឹងអញ្ចឹងគាត់ធ្វើការនៅក្នុងអីគេបាទធ្វើការនៅក្នុងក្រុមហ៊ុនទូរទស្សន៍បាទអញ្ចឹងលេខ8តើតងនឹងពាក្យ TV អូខេ Television អូខេ teacher សេកាត់អញ្ចឹងលេខ8គឺ Television មិត្តរបស់គាត់ហ្នឹងធ្វើការនៅក្នុងកម្មវិធីទូរទស្សន៍បន្ទាប់មក he got a job as a researcher គាត់ម្នាក់ហ្នឹងតួនាទីរបស់គាត់គឺជាអ្នកស្រាវជ្រាវមេតិកានៅលើទូរទស្សន៍ដែលមានចំណងជើងថា Business Today after អីគេ after បូកជាមួយនឹងពេលវេលា after a few months បាទពី3ខែក្រោយមក they decided that they wanted a young program គេត្រូវការអីគេពិធីករម្នាក់អញ្ចឹង a young អីគេ a young presenter អូខេ
យ៉ាង presenter គេត្រូវការពិធីករវ័យក្មេងឬក៏អ្នកគេបង្ហាញកម្មវិធីទូរទស្សន៍ហ្នឹងអញ្ចឹងគាត់ក៏ជាប់ទៅណា and I got the job and I love it គាត់និយាយថាគាត់ស្រឡាញ់ការងារហ្នឹងអូខេ part 2 grammar so look at the first example you must have something to eat before going to school okay so why going to school here is the right answer who know why B is the right answer here Camry why B is the right answer why going is here why not go why not to go why going ជាតាហេតុអីបានចម្លើយ going ត្រូវជើងកិរិយាសព្ទកាលណានៅក្រោយ preposition ត្រូវតែដាក់ verb ing verb ing ហើយ I like ឧទាហរណ៍ before going to school after going to school interested in doing something interested in doing something អញ្ចឹងកិរិយាសព្ទកាលណានៅក្រោយ preposition ត្រូវតែថែម verb ing អញ្ចឹងចម្លើយដែលមានដែលត្រឹមត្រូវមានតែទី1ទេ like B yes តោះ number 1 Mr. Kim Seng can't talk on the phone because Mr. Kim Seng can't talk on the phone because dinner right now តោះពាក្យកលឹះរបស់យើងមានពាក្យ right now អញ្ចឹង right now គឺជា signal verb នៃកាលអីគេ present continuous បាទអញ្ចឹងចម្លើយរបស់យើងគឺចម្លើយមួយណាបាទ A ព្រោះមានពាក្យ right now សំដៅលើអ្វីដែលកំពុងកាត់ឡើង number 2 that little girl before the last 2 day ក្មេងតូចហ្នឹង for the last 2 day បាទយើងមើលពាក្យ for គឺជាពាក្យដែលបង្ហាញកាលអីគេ for ឲ្យតែមាន for យើងមាន present perfect យើងមើល present perfect យើងមានចម្លើយ2ចម្លើយ A ហើយនឹងចម្លើយ D គេថាក្មេងតូចហ្នឹងមិនបានញ៉ាំអី2ថ្ងៃហើយឬក៏ក្មេងតូចហ្នឹងបានញ៉ាំអី2ថ្ងៃហើយមិនបានញ៉ាំអី2ថ្ងៃឬក៏បានញ៉ាំអី2ថ្ងៃបើបានញ៉ាំអី2ថ្ងៃមានន័យថា2 3ខែមុនគាត់ដែរញ៉ាំទេតើញ៉ាំបាន2ថ្ងៃអូខេអញ្ចឹងមានអ្នកដែលអត់ញ៉ាំអីច្រើនទៅញ៉ាំដែរបាទអញ្ចឹងមានថាអត់បានញ៉ាំអី2ថ្ងៃវាសមជាងវាមិនដែរណាតាំងពីកើតមកដែរញ៉ាំអីតោះអញ្ចឹងចម្លើយរបស់យើងគឺ A is the best B D is not right so number 3 បាទ because ហើយនឹង because of តោះ teacher ប្រាប់មកseveral trees fell down last night because of the strong wind ដើមឈើបានបាក់ពី3ដើមកាលពីយប់មិញដោយសារតែខ្យល់ខ្លាំងចុះយក because ឬក៏ because of បាទអញ្ចឹងបើសិនជាបាទចម្លើយរបស់យើងគឺចម្លើយ D because of ជាទូទៅ because of បូកជាមួយនឹងនាមមួយឬក៏កន្សោមនាមអូខេអញ្ចឹងកន្លែងហ្នឹងពាក្យ strong wind ខ្យល់ខ្លាំងខ្យល់បក់ខ្លាំងខ្យល់ដ៏ខ្លាំងស្វាអញ្ចឹង because of បូកជាមួយនឹងនាមប៉ុន្តែ because បូកជាមួយគេ because វាត្រូវការល្បះអូខេជឿបើខាងក្រោយហ្នឹងជាល្បះយើងប្រើ because មាន subject មាន verb នៅខាងក្រោយប៉ុន្តែ because of អត់មាន subject អត់មាន verb ទេត្រូវការតែនាមមួយទេអញ្ចឹងដូចពាក្យខ្យល់វាគឺជានាមដោយសារតែខ្យល់មិនពីព្រោះខ្យល់ទេតោះណាខ្មែរយើងក៏អញ្ចឹងដែរទឹកលិចដោយសារភ្លៀងមិនពីព្រោះភ្លៀងទេតែអាចដែរព្រោះឲ្យពាក្យភ្លៀងវាអាចជានាមផងជាកិរិយាផងនៅខ្មែរយើងណាដល់អញ្ចឹងជួនកាលយើងនិយាយទៅច្រឡំពាក្យ because of ហើយនឹង because តែយើងត្រូវចាំថាអង់គ្លេស because បូកជាមួយនឹងល្បះ because of បូកជាមួយនាមមួយអូខេតោះអូខេលើកទីប៉ុន្មានហើយលើកទី50ហើយជាងភាសាអង់គ្លេសគេថាពេលដែលយើងនិយាយអូខេចិនពេកមានន័យថាយើងអត់ល្អភាសាអង់គ្លេសរបស់យើងអត់ល្អមែនទេអាហ្នឹងសំដែងទេ now
Now let's go to number 4 I hope you visit us when you come here ខ្ញុំសង្ឃឹមថាអ្នកមកលេងយើងដល់ពេលដែលអ្នកមកទីនេះឈើសង្ឃឹមថាពេលបងអូនរៀនចប់បងអូននឹងមកលេងសាលាមកលេង teacher អូខេ so បើយើងសង្ឃឹមវាកើតឡើងនៅបើនៅយកចម្លើយទី1បានអត់អេយកបានទេអត់ព្រោះអីវាអតីតកាលហ្នឹងព្រោះសង្ឃឹមថាវានឹងសង្ឃឹមថាបានអញ្ចឹងយើងដឹងថាបានឬក៏មិនបាននៅយើងសង្ឃឹមថាឲ្យតែយើងសង្ឃឹមរឿងហ្នឹងនៅពេលអនាគតហើយតោះអត់អញ្ចឹងចម្លើយ A វិសិទ្ធិអត់យកទេចម្លើយ B would វិសិទ្ធិក៏អត់ដែរអញ្ចឹងចម្លើយ C ឬក៏ចម្លើយ D ចម្លើយ C visiting អត់មាន A មានស្អាផងហ្នឹងអញ្ចឹងដាក់បានអត់ទេ visiting អត់អាចចូលតែឯងបានទេអញ្ចឹងចម្លើយមួយណាដែលត្រឹមត្រូវបំផុតបាទគឺចម្លើយ D and the last one C doesn't do her homework ឥឡូវយើងមើល doesn't ទៅសេនៅក្នុងកាលអី doesn't បាទ doesn't នៅក្នុងកាល present simple អញ្ចឹងកាលណាយើងឃើញ conditional បើមាន present simple មួយចំហៀងទៀតត្រូវតែ will អូខេតែបើខាងនេះវាជា verb to ខាងនេះច្បាស់ណាស់ត្រូវជាចម្លើយ would ទេតោះណាត់បើកន្លែង if នឹងមាន verb to កន្លែងរបស់ result របស់វាត្រូវតែមាន would ប៉ុន្តែបើមាន verb 1បែបនេះចម្លើយរបស់យើងត្រូវការ will អូខេឥឡូវយើងមាន will ដល់ទៅ2យើងយក will មួយណា C ឬក៏ D ឥឡូវយើងអានចម្លើយមើលប្រសិនបើនាងមិនធ្វើ homework នាង she will be punished នាងនឹងត្រូវបានគេដាក់ពិន័យនាងនឹងត្រូវបានគេដាក់ពិន័យនាងได้ដាក់ពិន័យខ្លួនឯងអត់ទេនាងត្រូវបានគេដាក់ពិន័យបាទអញ្ចឹងចម្លើយគឺចម្លើយ C ដល់ពេលចម្លើយ D will have បូក verb 3បាទហ្នឹងមិនមែនទម្រង់ present perfect ទេមិនមែនទម្រង់របស់ conditional first conditional ទេអូខេហើយអត្ថន័យរបស់វាបើយើងបកប្រែមកថាបើនាងមិនធ្វើ homework នាងនឹងដាក់ពិន័យខ្លួនឯងហ្នឹងពាក្យថាដាក់ពិន័យត្រូវបានគេដាក់ពិន័យណាឆឹងអនឡាញដាក់ខ្លួនឯងហីបើយកចម្លែក D អាហ្នឹងសរសេរជា active អញ្ចឹងមានន័យថានាងដាក់ពិន័យខ្លួនឯងអញ្ចឹងវាអត់ត្រូវទេអូខេតោះឥឡូវយើងមើល example he say that he still love his daughter គាត់និយាយថាគាត់នៅតែស្រឡាញ់កូនស្រីរបស់គាត់ he say that គាត់និយាយថាអូខេI'm really កន្លែងហ្នឹងដាក់អស់នៅខាងក្រោយវិញពួកយើងដាក់អស់នៅក្បែរពាក្យថា my child I'm really អីគេ I'm really pleased of my child proud of my child happy delighted បាទអញ្ចឹងពាក្យ please តែថារីករាយ happy រីករាយ delighted រីករាយ proud មានមោទនភាពចំពោះអញ្ចឹងខ្ញុំរីករាយនឹងកូនឬក៏មានមោទនភាពចំពោះកូនបាទអញ្ចឹងពាក្យថាមោទនភាពវាត្រូវជាងកន្លែងហ្នឹង I'm really pleased of my child who got the first prize in art competition ខ្ញុំមានមោទនភាពចំពោះកូនរបស់ខ្ញុំដែលទទួលបានពានរង្វាន់លេខ1ក្នុងការប្រកួតភាសាអង់គ្លេសក្នុងការប្រកួតសិល្បៈ Yes thank you តោះឥឡូវយើងមើល in recent year inflation has almost doubled the អីគេ in recent year inflation កន្លែងនេះយើងដាក់ថា inflation ណាមិនមែន inflection ទេteacher អត់បានកែវា teacher ភ្លេចកែជើងកន្លែងនេះយើងដាក់ថា inflation តែថាអតិផរណាឆ្នាំនៅក្នុងឆ្នាំថ្មីនេះអតិផរណាបានdouble បានកើនឡើង2ដងនៃតម្លៃនៃការរស់នៅបាទអញ្ចឹងយើងប្រើពាក្យ cost of living អាហ្នឹងគឺជាពាក្យចែកទេសរបស់គេហ្មងទៅនឹងសេដ្ឋកិច្ច cost of living តម្លៃនៃការរស់នៅពាក្យ expense ការចំណាយប្រចាំថ្ងៃ charge
trái từ lơ sẽ vá cam ok price đầm lay nên lơ cả ai nên lơ price tag ok to the restaurant service are bad so we should write nếu bên đây sẽ vá cam nếu không nông hang mình lỗ dân thực xây cái tới căn mình này chớ ba dân thực xây không complain dân thực xây cam mình bên chất complain tớiประเทศกรมพลหรือก็ประเทศพลนิทานเดียมใดนะตัวเซไอเซ่นะเชื่อจะงอไปเล็กบุญ the plane was delayed by fog ยืนฮอตระบานเป็นเยเปลหรือก็ตระบานบอกอะโดยซาตายเปลือกครั้งเป๊กเกย์เป็นเยเปลโดยชนะขยมบานเคาะเชิงยืนฮอบานเชิงยืนเผอเปี้ย miss connection เคาะเชิงยืนฮอเนียงเตอร์บนอะไรเล็กแปมเนียงเตอร์บนอะไรดำใบใจสะเพอเอาบนอะไรใจสะเพอ let a book อัดเมียนเปียนังเต้ hay a book ชัวสะเพอบ่จังบนอะไรอยู่อัดแต่ชัวสะเพอเต้ให้ก็อัดแต่เอาเกย์ใจสะเพอได้คือยืนเตอร์ใจสะเพอเกย์บ่จังเตอร์จุ่มไหลเตอร์โบโร